មិនត្រឹមតែដៃទី1ទី2របួសទេសូម្បីតែដៃទី3ទី4ក៏របួសទាំងអស់ដែរអ្នកចាំទីទាំង4នាក់នៅក្រុមឈុតធំរបស់ Bayern Munich សុទ្ធតែមិនអាចចូលរួមប្រកួតក្នុងជំនួប UEFA Champions League តទល់ជាមួយ Atalanta នៅពាក់កណ្ដាលសប្តាហ៍នេះបានសិស្សច្បងធំ Manuel Neuer មានបញ្ហារបួសសាច់ដុំដែលត្រូវសម្រាកហើយរំពឹងថាអាចចូលទីលានវិញរហូតដល់ទៅចប់ការប្រកួតអន្តរជាតិ International Break Sven Ulreich មានបញ្ហាសាច់ដុំដែរដែលរំពឹងថាអាចសះស្បើយរហូតដល់ចុងខែមេសាឯណោះ Jonas Erving អ្នកចាំទីដៃទី3នេះវិញគឺមានបញ្ហាប៉ះទង្គិចក្បាលកាលពីពេលជួប Atalanta នៅជើងទី1វគ្គ16ក្រុមកាលពីសប្តាហ៍មុនចំណែក Leon Glanak មានបញ្ហារបួសសរសៃពួរដែលត្រូវសម្រាករាប់ខែដែរដូច្នេះជំរើសរបស់ Bayern Munich ពេលនេះគឺមានតែការកោះហៅអ្នកចាំទីពីក្រុមយុវជនមកដាក់បង្ក្រប់សិនដែលបើតាមការចុះផ្សាយរបស់ The Sun លោកគ្រូបង្វឹក Vincent Kompany គឺអាចផ្ដល់ឱកាសដល់អ្នកចាំទីវ័យទៅតែ16ឆ្នាំ Leonard Prescott ឲ្យទទួលជំនួបជើងទី2ជាមួយ Atalanta ក្នុងទឹកដី Allianz Arena នារាត្រីថ្ងៃពុធសប្តាហ៍នេះចាណាមិញបើមើលតាមជាក់ស្ដែងទៅគឺជំនួបជើងទី2វគ្គ16ក្រុម Champions League របស់ Bayern Munich នេះដូចជាការបង្ក្រប់កិច្ចតែប៉ុណ្ណោះព្រោះកាលពីជើងទី1គឺ Bayern Munich បានយកឈ្នះ Atalanta ជាមួយនឹងលទ្ធផលរហូតដល់ទៅ6-1ទៅហើយដែលមានន័យថា 90% គឺ Bayern Munich បានឡើងទៅវគ្គ8ក្រុមចុងក្រោយរួចជាស្រេចទៅហើយសម្រាប់វិបត្តិអ្នកចាំទីក៏ដូចជាមិនទំនងជាប៉ះពាល់ខ្លាំងនោះដែរខណៈដែល Bayern Munich ក៏នៅមានកីឡាករ10នាក់ផ្សេងទៀតដែលសុទ្ធតែមានគុណភាពលើទីលានប្រកួត